អ្នកនាងសំភោអេសគមខឹងនឹងកាន់ជើងចំពោះអ្នកដែលកាន់ជើងនារីដែលយកប្តីគេបាទប្រិមិត្តជាទីមេត្រីតេតងទៅនឹងរឿងចំនួនដែលប្តីជាដុកទ័រលួចលាក់មាននារីក្មេងចោលប្រពន្ធដែលមានកូនពីរនាក់នោះឃើញថាមានបងប្អូនជាច្រើននៅតែបន្តធ្វើការវេញញែកតេតងទៅនឹងរឿងនេះយ៉ាងណាមិញនៅត្រង់វីដេអូឃ្លីបមួយដែលត្រូវបានប្រពន្ធដើមជាអ្នកថតបង្ហោះដោយឃើញប្តីរបស់ខ្លួនកំពុងតែអង្គុយនៅជាមួយនឹងស្រីក្មេងហើយនៅពេលនោះគឺត្រូវបានកូនរបស់ខ្លួនចូលទៅរកប៉ារបស់គេហើយហៅថាប៉ាហើយវីដេអូខ្លីនេះក៏ដូចជារូបភាពនេះគឺត្រូវបានកណន័យមួយមានឈ្មោះថាមកពីស្រុកបារាំងសវិធីបុរីយកមកបង្ហោះហើយបាននិយាយក្នុងន័យបន្ទោសទៅកាន់ប្រពន្ធដើមថាវីដេអូហ្នឹងត្រូវបានម្ដាយអ្នកថតម្ដាយអ្នកផុសនិងម្ដាយជាច្រើនអ្នកសៀតែអ្វីដែលខ្ញុំមើលឃើញគឺទង្វើនៃការយកកូនទៅពាក់ព័ន្ធក្នុងចំនួនរបស់មនុស្សធំជាពិសេសការប្រើប្រាស់កូនជាឧបករណ៍ដើម្បីថតវីដេអូបង្ហោះក្នុងបណ្ដាញសង្គមក្នុងគោលបំណងវាយប្រហារភាគីម្ខាងទៀតគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយក្នុងការចិញ្ចឹមបីបាច់កូនហើយមិនត្រឹមតែប៉ុណ្ណោះទេនៅលើរូបភាពគាត់បានសរសេរបន្ថែមទៀតថាវីដេអូនេះគេនាំគ្នាឃើញហើយក្តៅចិត្តសៀជេតែខ្ញុំបែរជាឃើញកុមារតូចដែលមិនដឹងក្តីម្នាក់ត្រូវបានម្ដាយទាញចូលក្នុងចំនួនមនុស្សធំបន្ទាប់មករឿងនេះក៏ត្រូវបានเพจមួយទៀតមានឈ្មោះថា The Troll Cambo បានយកមកសៀហើយក៏និយាយថាហាមិនមកត្រូវបន្ទោសប្រពន្ធដើមវិញប្រហែលគាត់នៅខាងធីមប្រពន្ធចង់ឲ្យមើលទៅចុះពេលឪពុកផិតក្បត់តាំងពីដើមមកមិនខ្លាចប៉ះពាល់អារម្មណ៍កូនផងអ្នកមិនមែនជាម្ដាយមិនត្រូវគេក្បត់ចិត្តបានអ្នកចេះតែសរសេរទៅរួចបាទបន្ទាប់មករឿងនេះក៏ត្រូវបានភរិយាដើមគឺពេជ្រតាលីគឺគាត់បានឃើញរឿងនេះហើយក៏គាត់មានអារម្មណ៍មិនសប្បាយចិត្តហើយគាត់ក៏បានយកមកសៀននៅលើ page របស់គាត់ហើយក៏បានភ្ជាប់ជាមួយនឹង sticker ដែលមានបង្ហាញពីអារម្មណ៍ឈឺចាប់និងយំបាទហើយបន្តមកទៀតរឿងនេះក៏ត្រូវបានអ្នកស្រីសំភោអេសគមដែលគាត់មានស្វាមីជាជនជាតិជប៉ុនហើយបច្ចុប្បន្នក៏គាត់រស់នៅក្នុងប្រទេសជប៉ុនផងដែរនោះដោយសារតែឃើញទង្វើនៃការលើកឡើងយ៉ាងអយុត្តិធម៌ចំពោះខាងប្រពន្ធដើមយ៉ាងដូចនេះគាត់ក៏បានចូលមកនិយាយថាយូមកបន្ទោសខាងប្រពន្ធដើមវិញត្រង់ឲ្យវានឹងមីស្រីគិតតែ JOY គ្នាមិនចូលរួមមើលថែកូនបែរជាអត់ខុសមីនឹងនៅស្រុកសេរីយូទម្លាប់ JOY គ្នាសេរីដែរទើបខួរក្បាលវា errorនិយាយបន្ទោសជនរងគ្រោះវិញបាទអញ្ចឹងនេះគឺជាសម្ដីរបស់អ្នកស្រីសំភោអេសគមដែលគាត់មានគ្រួសារនៅឯប្រទេសជប៉ុនហើយគាត់បានខឹងក៏ដូចជាប្រតិកម្មទៅនឹងម្នាក់ស្រីដែលមានគណនេយ្យឈ្មោះថាមកពីស្រុកបារាំងស្វីធីបុរីដែលគាត់បាននិយាយស្ដីបន្ទោសប្រពន្ធដើមដែលថាយករឿងកូនមកពាក់ព័ន្ធនៅក្នុងចំនួនមនុស្សធំដើម្បីចង់ឈ្នះក៏ដូចជាដើម្បីធ្វើការវាយប្រហារទៅកាន់ស្រីរបស់ប្តីអញ្ចឹងហើយអ្នកស្រីសំភោអេសគមក្រោយពីឃើញមានការលើកឡើងពីស្ត្រីម្នាក់នៅប្រទេសបារាំងនិយាយបែបដូចនេះក៏ធ្វើឲ្យគាត់ក្តៅឆេវបាទហើយគាត់ក៏លេងសត្វតែដោយសារតែអ្នកឯងនៅប្រទេសបារាំងហើយប្រហែលជាអ្នកទម្លាប់ជួយគ្នាសេរីហើយមើលទៅបានជា error ខួរក្បាលហើយបែរជានិយាយចុះនិយាយឡើងមកបន្ទោសខាងប្រពន្ធដើមវិញ